ជំរាបសួរបងប្អូនទាំងអស់គ្នាបាទសុខសប្បាយបាទហ្នឹងហើយថ្ងៃនេះខ្ញុំធ្វើវីដេអូមួយទាក់ទងជាមួយនឹងការនិយាយស្ដីរបស់ខ្មែរយើងមួយចំនួនបាទដែលគាត់និយាយស្ដីអសរោះមិនថាប្រុសមិនថាស្រីបាទខ្ញុំច្រើនតែចេញវីដេអូជារឿយបាទវីដេអូចេញវីដេអូទៅមានអ្នកពេញចិត្តមានអ្នកជេរដឹងថាមានអ្នកជេរប៉ុន្តែនៅតែចេញពីព្រោះខ្ញុំមិនអាចប្រកបចិត្តអ្នកណាម្នាក់បានអ្នកខ្លះគាត់ខ្លួនជាស្រីប៉ុន្តែគាត់និយាយស្ដីអសរោះហើយគាត់ទាំងកាយវិការក៏មិនសមរម្យចរិតរឹកពីបែបនេះវាខ្ញុំគិតថាវាមិនគួរធ្វើបងប្អូនគួរតែគិតពីរឿងថោកទាបបងប្អូនកុំធ្វើអីបាទបងប្អូនត្រូវឲ្យតម្លៃលើខ្លួនឯងបាទឲ្យតម្លៃលើប្រទេសជាតិហើយឲ្យតម្លៃទៅលើប្រជាពលរដ្ឋរបស់យើងឲ្យតម្លៃទៅលើពុកម៉ែពូមីងបងប្អូនយើងដែលគាត់សប្តាហ៍ថ្ងៃគឺពោពេញទៅដោយសង្គម Facebook បាទហើយគាត់និយាយគាត់កាយវិការទាំងការស្លៀកពាក់របស់គាត់មិនសមរម្យគាត់ផុសនៅលើsocial media គឺវាធ្វើឲ្យគាត់នឹងអាចនឹងមនុស្សដែលខួរក្បាលគាត់ខ្វះការពិចារណាគាត់អាចនឹងចូលចិត្តតែបើមនុស្សដែលគាត់មានការពិចារណាវែងឆ្ងាយគាត់គិតដល់មនុស្សនៅក្នុងស្រុកគាត់គិតទៅដល់ការថ្លៃថ្នូរគាត់គិតទៅដល់ប្រទេសជាតិវប្បធម៌ជាតិគាត់នឹងមិនពេញចិត្តទេអញ្ចឹងអ្វីដែលខ្ញុំនិយាយនេះខ្ញុំជឿជាក់ថាមនុស្សមួយចំនួននោះដែលគាត់កំពុងកំពុងធ្វើកំពុងតែផុសកំពុងតែធ្វើអ្វីដែលវាខុសឆ្គងនោះគាត់នឹងមិនចូលចិត្តទេប៉ុន្តែមនុស្សដែលគាត់កំពុងតែទប់ស្កាត់អ្នកខ្លះគាត់ចង់និយាយចង់ជេរចង់ថាដែរតែគាត់មិនហ៊ានថាមិនហ៊ាននិយាយមិនហ៊ានជេរតាម social media បាទអញ្ចឹងគាត់កំពុងតែស្គិញមែនទេមិនដឹងថាកូនណាកូនណីខ្លះអញ្ចឹងណាអញ្ចឹងបើសិនណាបងប្អូនបាទបងប្អូនមានគេហៅថាចំណេះដឹងហើយប៉ុន្តែខ្វះការគិតអាចនឹងរៀនបានតិចក៏ថាបានអញ្ចឹងបងប្អូនគួរតែយល់នៅអ្វីដែលខ្ញុំនិយាយបាទព្រោះខ្ញុំជាខ្មែរទេបងប្អូនមើលសម្បុរដឹងហើយបាទខ្ញុំអាចនិយាយថារៀនបានតិចជាងបងប្អូនទេប៉ុន្តែខ្ញុំយល់បានច្រើននៅអ្វីដែលវាខាតអ្វីដែលវាចំណេញនៅក្នុង social media បាទតាក់ទងជាមួយនឹងប្រទេសជាតិយើងវប្បធម៌ជាតិយើងបាទប្រពៃណីវប្បធម៌យើងអញ្ចឹងការស្លៀកពាក់ឲ្យបានសមរម្យមកការនិយាយស្ដីឲ្យបានសមរម្យបាទធ្វើអ្វីគឺគិតទៅដល់ជាតិធំបាទគិតទៅដល់ការខុសការខូចការខាតជាធំព្រោះថាបងប្អូនផុសទៅគឺក្មេងៗមើលលោកក៏មើលតាក៏មើលបាទយាយជីយាយតាចាក៏មើលក្មេងតូចក៏មើលដែរអញ្ចឹងទាំងកាយវិការបាទទាំងពាក្យសម្ដីបងប្អូនប្រយ័ត្នប្រយែងតិចទៅបាទអញ្ចឹងខ្ញុំអត់មានអីច្រើនទេបាទខ្ញុំធ្វើវីដេអូខ្លីនេះបាទអញ្ចឹងក៏ជម្រាបលាបងប្អូនបាទហើយសម្រាប់បងប្អូនដែលពេញចិត្តជួយ like ជួយ share ម្នាក់មួយផងបងប្អូនដែលមិនពេញចិត្តម្លុកខ្ញុំចោលទៅអត់អីទេខ្ញុំអត់ខឹងទេបាទអរគុណច្រើនបាទជម្រាបលាបាទបាយបាយអូខេបង